ចាជំរាបសួរសួស្តីថ្ងៃនេះមកធ្វើទឹកនំបញ្ចុកសម្លខ្មែរដាក់ខ្ទិះនេះជាការកំងរបស់កូនស្រីពៅម៉ាក់ស៊ូកូនចង់ញ៉ាំអីចង់ញ៉ាំនំចុកហើយក៏ធ្វើអញ្ចឹងឲ្យគាត់ញ៉ាំទៅពួកឯកូនខ្ញុំម្នាក់នេះគាត់ចូលចិត្តញ៉ាំបែបស្លខ្មែរតែអត់ដាក់ប្រហុកទេតែខ្ញុំបងប្អូនខ្ញុំដាក់កាពិជំនួសរសជាតិមានអីឆ្ងាញ់តាពួកអីប្អូនម្ចាស់ហាងជូជីគាត់ឲ្យថៃសាម៉ុនមកយើងក៏ដាក់ទូកអីចឹងណាពេលកូនចង់ញ៉ាំក៏យកមកធ្វើទឹកស្លនំបញ្ចុកបែបយើងដាក់ខ្ទិះបងប្អូនពួកខ្ញុំមានខ្ទិះនៅសល់ស្រាប់អញ្ចឹងមានអីឆ្ងាញ់ដែរបងប្អូនហើយណាមួយខ្ញុំមិនសូវចេះចង់ប្រហែលទេពួកឯកាខ្ញុំមកខ្មែរខ្ញុំញ៉ាំតែស្លទឹកនំបញ្ចុកខ្មែរញ៉ាំតែរហូតសឹងតែគ្រប់ពេលជំនួសបាយតែម្ដងចាអរគុណអ្នកទាំងអស់គ្នាមានអីច្រើនទេមើលថែសុខភាពហើយបើស្រឡាញ់ចូលចិត្តកុំភ្លេចចុចតាមដានហើយ comment ផងអរគុណច្រើនអរគុណទុកជាមុនជូនពរឲ្យសុខសប្បាយទាំងអស់គ្នា